បន្ទាប់ពីបងប្អូនបាន log in ចូលប្រព័ន្ធបណ្ណាល័យ PLP បងប្អូននឹងបានឃើញឈ្មោះរបស់បងប្អូនបង្ហាញនៅលើ banner បន្ទាប់មកព្រមទាំងជាមួយនឹងថ្នាក់ដែលបងប្អូនបានសិក្សានៅកន្លែងហ្នឹងនិងព្រមទាំងទូរនទីរបស់បងប្អូនផងដែរបន្ទាប់មកបើយើងងាកមើលខាងឆ្វេងដៃយើងឃើញគោលដៅប្រចាំថ្ងៃគោលដៅប្រចាំថ្ងៃនេះគឺជាគោលដៅដែលកំណត់ឲ្យសិស្សនិស្សិតទាំងអស់អាន report រយៈពេល5នាទីរៀងរាល់ថ្ងៃបន្ទាប់មកយើងក៏លេខមើលប្រតិទិនប្រចាំសប្តាហ៍យើងវិញបើគាត់បានបំពេញតាមគោលការណ៍5នាទីក្នុងមួយថ្ងៃអញ្ចឹងក៏ប្រតិទិនរបស់គាត់នឹងលោតជាពណ៌បៃតងតើគាត់បានបំពេញមួយទៀតគឺកំពុងអានគាត់បានបំពេញដែរប៉ុន្តែគាត់បំពេញមិនទាន់បានដល់គោលការណ៍5នាទីក្នុងមួយថ្ងៃរបស់គាត់នឹងលោតពណ៌ទឹកក្រូចសម្គាល់ថាគាត់បានកំពុងអានមួយទៀតគឺចុងក្រោយគឺទទេគឺពណ៌សគឺមានន័យថាគាត់មិនបានចូលអានក្នុងរយៈពេលថ្ងៃនោះទេបន្ទាប់មកគឺមានការអានបន្តប្រចាំថ្ងៃនិងមានការអានសរុបសម្រាប់សប្តាហ៍នេះនិងថ្ងៃបានគាត់បំពេញបន្ទាប់មកយើងមានការស្ថានភាពទាំង4របស់គាត់ការទី1គឺសភៅដែលគាត់បានអានសរុបមួយទៀតគឺបន្តប្រចាំថ្ងៃរបស់គាត់មួយទៀតគឺម៉ោងគាត់អានសរុបចុងក្រោយគឺសមិទ្ធផលដែលគាត់ទទួលបានមកយើងដល់ការអានបន្តយើងឃើញសភៅរបស់សាស្ត្រាចារ្យដែលគាត់អានហើយគាត់ទុកចោលគឺយើងអាចឃើញគាត់អានដល់ទំព័រណាគាត់អានបានប្រមាណភាគរយហើយគាត់ការអានចុងក្រោយរបស់គាត់នៅពេលណាបន្ទាប់មកគឺសភៅសម្រាប់អ្នកគឺជាសភៅដែលក្រសួងអប់រំក៏បានណែនាំឲ្យសិស្សានុសិស្សអានទាំងអស់គ្នាយើងអាចក្នុងសភៅនេះយើងអាចមើលឃើញកម្រិតថ្នាក់របស់សភៅហ្នឹងបន្ទាប់មកគឺយើងមានសមិទ្ធផលថ្មីដែលសិស្សានុសិស្សគាត់ទើបតែunlock តមកទៀតគឺយើងមានគោលដៅប្រចាំខែឬក៏ challenge ប្រចាំខែរបស់គាត់ឲ្យគាត់អានជាមួយខែមិថុនានេះគាត់ឲ្យតម្រូវឲ្យអានសភៅចប់3ក្បាលក្នុងខែនេះ